សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់កម្មវិធី Google Meet តាមរយៈទូរស័ព្ទដៃហើយនៅក្នុងវីដេអូនេះគឺអ្នកទាំងអស់គ្នានឹងស្គាល់អ្វីទៅដែលហៅថាកម្មវិធី Google Meet ហើយរបៀបបង្កើតគណនី Google Meet នេះវាយើងបង្កើតឡើងយ៉ាងដូចម្តេចហើយរបៀបបង្កើតការប្រជុំឬក៏ការបង្រៀនហ្នឹងគឺយើងបង្កើតយ៉ាងដូចម្តេចជាដំបូងគឺយើងត្រូវស្វែងយល់អំពីអ្វីទៅដែលហៅថា Google Meet ជាមុនសិនបាទអញ្ចឹង Google Meet គឺជាកម្មវិធីដំណើរការកិច្ចប្រជុំពីចម្ងាយឬក៏ជាការបង្រៀនពីចម្ងាយតាមរយៈ Video Call ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ហ្នឹងអាចពិភាក្សាគ្នាតាមរយៈកុំព្យូទ័រឬក៏ទូរស័ព្ទដៃបាទជាទូរស័ព្ទដៃប្រភេទ Smartphone ដែលមានភ្ជាប់អ៊ីនធឺណិតដើម្បីអាចប្រើប្រាស់នៅកម្មវិធី Google Meet នេះបានជាដំបូងគឺអ្នកទាំងអស់គ្នាត្រូវតែ download នៅកម្មវិធី Google Meet នេះពី Play Store ឬក៏ App Store បាទបើសិនបើអ្នកទាំងអស់គ្នាប្រើទូរស័ព្ទដៃ Android អ្នកទាំងអស់គ្នាអាច download នៅក្នុង Play Store ហើយបើសិនជាអ្នកទាំងអស់គ្នាប្រើទូរស័ព្ទដៃ iPhone អ្នកទាំងអស់គ្នាអាច download នៅក្នុង App Store បានបន្ទាប់ពីយើងបាន download នៅកម្មវិធី Google Meet នេះហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលមកក្នុងកម្មវិធីនេះតែម្ដងបន្ទាប់មកវាបង្ហាញផ្ទាំងមួយបែបនេះគឺមានន័យថាជាការស្វាគមន៍មកកាន់ការប្រើប្រាស់កម្មវិធី Google Meet ហើយអ្នកទាំងអស់គ្នាអាចចុចនៅលើពាក្យថា Continue បាទកន្លែងនេះគឺមានន័យថាGoogle Meet គឺចង់ដំណើរការជាមួយនឹងមីក្រូហ្វូនទូរស័ព្ទដៃរបស់យើងអញ្ចឹងយើងចុច OK មកបាទអញ្ចឹងកាមេរ៉ាក៏ដូចគ្នាដែរយើងចុច OK ដែរមកហើយមួយទៀតគឺទាក់ទងជាមួយនឹង notification នៅពេលដែលមានព័ត៌មានថ្មីកម្មវិធី Google Meet នឹងប្រាប់យើងឲ្យដឹងហើយយើងចុច alert នៅត្រង់ចំណុចនេះគឺអ្នកទាំងអស់គ្នាអាចចុចលើពាក្យថា continue ដើម្បីយើងអាចបន្តទៅបំពេញនៅ email ក៏ដូចជា password ជាបន្តទៀតបន្តមកទៀតគឺវានឹងបង្ហាញផ្ទាំងមកមួយទៀតនេះគឺយើងត្រូវតែបំពេញជាមួយនឹង email របស់យើងហើយចុច next បន្តមកទៀតគឺយើងបំពេញជាមួយនឹង password ហើយចុច next ដូចគ្នានៅត្រង់ចំណុចនេះគឺ Google នឹងផ្ញើលេខកូដទៅកាន់លេខទូរស័ព្ទរបស់អ្នកទាំងអស់គ្នាដើម្បីបញ្ជាក់ថា email នេះពិតជា email របស់អ្នកទាំងអស់គ្នាមែនអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចពាក្យថា send ហើយរងចាំបន្តិច Google នឹងផ្ញើលេខកូដទៅកាន់លេខទូរស័ព្ទដៃរបស់យើងបាទនៅពេលនេះគឺខ្ញុំទទួលបានលេខកូដហើយអញ្ចឹងលេខកូដគឺ4 2 9050ហើយយើងចុចពាក្យថា next បាទជាចុងក្រោយគឺយើងនឹងទទួលបានគណនី Google Meet មួយថ្មីបែបនេះបាទអញ្ចឹងយើងចូលដល់ចំណុចមួយទៀតគឺការបង្កើតការប្រជុំក៏ដូចជាការបង្កើតថ្នាក់រៀននៅក្នុង Google Meet វិញម្ដងបាទអញ្ចឹងនៅខាងលើនេះគឺយើងមានប៊ូតុង2គឺប៊ូតុងមួយគឺ New Meeting ហ្នឹងមានន័យថាយើងជាអ្នកបង្កើតការប្រជុំទៅឲ្យអ្នកផ្សេងចូលរួមរីឯប៊ូតុងមួយទៀតគឺ Join with a Code មានន័យថាគឺជាការចូលទៅកាន់ថ្នាក់រៀនឬក៏ការប្រជុំរបស់អ្នកដទៃបាទឥឡូវយើងធ្វើការបង្កើតថ្នាក់រៀនដើម្បីឲ្យសិស្សយើងចូលហើយយើងចុចលើពាក្យថា New Meeting ហើយបន្តមកទៀតគឺវាចេញផ្ទាំងទូចមួយបែបនេះយើងចុចលើពាក្យថា Start an Instant Meeting បាទឥឡូវនេះយើងកំពុងតែនៅក្នុងការប្រជុំឬក៏ថ្នាក់រៀនរបស់យើងហើយអញ្ចឹងយើងអាចធ្វើការ copy link ឬក៏យើងហៅថាតំណភ្ជាប់ហ្នឹងទៅកាន់ group Telegram របស់សិស្សរបស់យើងដើម្បីឲ្យពួកគាត់បានចូលមករៀននៅក្នុង Google Meet នេះផងដែរអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយសូមអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានយកចិត្តទុកដាក់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត